ស្ដីអ្នកទាំងអស់គ្នាខ្ញុំមកនេះខ្ញុំចង់ណែនាំសម្រាប់អតិថិជនគាត់មានលក្ខណៈនៃស្ថាបនាអញ្ចឹងណាហើយគាត់ចង់ដកប្រាក់ប៉ុន្តែនៅទីតាំងដែលគាត់នៅហ្នឹងគឺអត់មានទូ ATM ទេអញ្ចឹងគាត់ត្រូវការដកប្រាក់តែអត់ដឹងដកប្រាក់នៅណាដោយសារទូ ATM មកឃើញអញ្ចឹងខ្ញុំចង់ធ្វើការណែនាំវិធីផ្ទេរប្រាក់ហើយដកប្រាក់តាមភ្នាក់ងារដែលសមាជិកធនាគារស្ថាបនាដោយការផ្ទេរទៅភ្នាក់ងារស្ថាបនាឲ្យគិតថ្លៃសេវាបាននោះដោយតាមរយៈបាកង App Wallet សិនជាមុនសិនជាងមុននឹងអ្នកទាំងអស់គ្នាធ្វើការអាចផ្ទេរបានតើអ្នកទាំងអស់គ្នា create បង្កើតគណនីបាកង Wallet ជាមុនសិនមុនធ្វើការផ្ទេរទៅដៃគូរបស់ស្ថាបនាដែលអាចដកប្រាក់បានហ្នឹងណាហើយពេលដែលអ្នកទាំងអស់គ្នាអាចបើកគណនីបាកង Wallet App ហើយនៅក្នុងមុខងារ deposit អញ្ចឹងមានធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាដែលជាសមាជិកបាកងនោះក៏អាចផ្ទេរប្រាក់ឆ្លងទៅតាមរយៈបាកង Wallet ដោយឥតគិតថ្លៃសេវាបានណាអញ្ចឹងមុននឹងអ្នកនរគ្នាចូលធ្វើការចង់ទៅណាកន្លែងណាដែលគាត់អត់មានទូ ATM ស្ថាបនាតែគាត់ឃើញភ្នាក់ងារស្ថាបនានៅជិតហ្នឹងអញ្ចឹងអាចផ្ទេរប្រាក់មកភ្នាក់ងារស្ថាបនាបានដោយឥតគិតថ្លៃសេវាហ្នឹងគឺយើងមុនដំបូងយើងចូលទៅកាន់ស្ថាបនា mobile ជាមុនសិនតបមកយើងចូលមុខងារ transfer បន្ទាប់ពីយើង scan face ឲ្យ log in ឲ្យហើយគឺយើងចូលទៅរក to បាកង wallet តបមកគឺយើងវាយលេខគណនីបាកង wallet app របស់យើងដែលយើងបានបង្កើតហើយទៅតបមកយើងចុច done ហ្នឹងវានឹង validate ឈ្មោះគណនីបាកង wallet របស់យើងមកហើយយើងធ្វើការផ្ទេរប្រាក់ចំនួនចាប់ពី$1រហូតទៅដល់$1000នៅក្នុងមួយថ្ងៃណាដែលអាចផ្ទេរចេញបានណាអញ្ចឹងយើងចុច$1ហើយចុច done តបមកយើងមើល description អ្នកទាំងអស់គ្នាចាំបំពេញក៏បានអត់ក៏បានបើអ្នកទាំងអស់គ្នាអត់ទេយើងចុច transfer មកមុខមកហើយវានឹងបញ្ជាក់ថាយើងផ្ទេរចំនួន$1ទៅលេខគណនីបាកង wallet របស់យើងហើយនេះគឺឈ្មោះម្ចាស់គណនីយើងហើយតបមកយើងចុច confirm យើងវាយ password របស់យើងមកតបមកយើងចុច transfer បន្តមកវានឹងប្រាប់ថាបានផ្ទេរដោយជោគជ័យហើយនេះ notification មកប្រាប់ថាផ្ទេរពីស្ថាបនាដោយជោគជ័យបានទទួលហើយណាអញ្ចឹងយើងចុចមក home មកទឹកប្រាក់បានកាត់$1ព្រោះដោយសារយើងផ្ទេរទៅបាកង wallet app តបមកយើងចូលទៅបាកង wallet app យើងយកពាក្យ deposit នេះឃើញ$1ដែលយើងផ្ទេរមិញចូលទេអញ្ចឹងយើងចូលមក deposit អញ្ចឹងអានេះដោយសារនៅលើមុខនេះគឺមុខងារ favorite ដោយសារខ្ញុំចុច add favorite មកហើយស្រាប់អញ្ចឹងវាងាយស្រួលខ្ញុំចូលមកខ្ញុំ select ខ្ញុំប៉ះទៅលើធនាគារណាដែលជាសមាជិករបស់បាកងដែលខ្ញុំចង់ផ្ទេរទៅឲ្យដកប្រាក់ចិត្តខ្ញុំផុតគឺខ្ញុំផ្ទេរទៅគណនីធនាគារហ្នឹងខ្ញុំដកតាមរយៈពួកគាត់ក៏បានដែរអញ្ចឹងដោយសារឥឡូវហ្នឹង True Money នៅចិត្តយើងអញ្ចឹង True Money យើងប៉ះលើមកដោយសារយើង save account True Money មកហើយតោះមកយើងប៉ះមកលើ$មកដោយសារយើងផ្ទេរជាគណនី$បើសិនជាលុយខ្មែរយើងតែលុយខ្មែរប៉ុន្មានណាយើងវាយតាមនឹងទៅបើសិនជា$យើងវាយប៉ុន្មាននឹងដាក់តាមនឹងទៅហើយនៅខាងក្រោមនេះគឺឡើង detail អញ្ចឹងយើងបើសិនជាអ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នាវាយគណនីអីចូលមកហើយគឺយើងចុច detail ហ្នឹងមកហើយនេះវានឹងបញ្ជាក់ពីបង្ហាញ summary ពីលេខគណនីហើយនឹងឈ្មោះគណនីរបស់យើងហើយ bank គឺ True Money អញ្ចឹងតែប៉ុណ្្នឹងទេតោះមកយើងចុច send តោះមកយើងមើលទៅឈ្មោះអ្នកទទួលផលឬក៏ឈ្មោះជាយើងឬក៏ផ្ញើទៅអ្នកណាមួយយើងមើលផ្ទៀងឲ្យបានត្រឹមត្រូវមុននឹងយើង confirm ទៅអញ្ចឹងណាជៀសវាងការផ្ទេរទៅចូលទៅប្រាក់ទៅខុសពិបាកនឹងការដោះស្រាយទៅតាមនឹងទៀតអញ្ចឹងណាអញ្ចឹងពេលដែលយើងមកចិត្តដល់ត្រឹមត្រូវហើយក៏យើងចុច confirm មកពេលនោះ
វាជា pending អញ្ចឹងយើងផ្ទៀងមើលទៅនេះមកផ្ទៃចូលហើយតិចទៀត True Money នឹងគាត់នឹងបញ្ជាក់ថាគាត់នឹងទទួល receive $1 ដែលផ្ទេរពី Bakong Wallet ទៅកាន់គាត់នេះទទួលហើយហើយយើងប៉ះលើនឹងមកតមកយើង log in បានហើយនេះយើង view ទៅយើងប៉ះមកនេះ$1ដែលខ្ញុំផ្ទេរចូលមិញនេះអញ្ចឹងយើងចូលប៉ះដល់ហ្នឹងហើយយើងមើល view transaction history ទៅនេះយើងទទួល$1ពី Bakong ដែលយើងផ្ទេរពី Bakong អំបញ្ញមិញយើងចូល view transaction detail មកនេះយើងបានទទួល$1គឺអត់មានអស់សម្រាប់សេវាទេសម្រាប់ការផ្ទេរហើយក៏យើងមានអស់កម្រៃសេវាទេពីស្ថាបនាមកដែរអញ្ចឹងណាអញ្ចឹងសម្រាប់គាត់មានគណៈនេះ True Money ក៏ផ្ទេរទៅហើយទៅដល់អ្នកងារ True Money យើងប្រាប់គេទៅដល់ប្រាក់ចេញពីគណៈនេះហើយយើងប្រាប់ពីចំនួនទឹកប្រាក់យើងទៅដល់បញ្ចុះដេកគាត់យើងដោះហើយជាការស្រេចអស់សេវាទឹក800ជាមួយនឹងភ្នាក់ងារ True Money ទេបើសម្រាប់ការផ្ទេរចេញពីស្ថាបនាមកតាមរយៈបកងគឺមក True Money គឺអត់មានអស់សេវាទេអញ្ចឹងសម្រាប់ថាការមតិយោបល់ហើយនឹងការណែនាំបន្តិចបន្តួចហ្នឹងគឺចាប់តែប៉ុណ្្នឹងអរគុណច្រើនចំពោះការទស្សនានៃការផ្ទេរប្រាក់ពីស្ថាបនានឹងតាមរយៈបាកងមក True Money អរគុណច្រើនជំរាបលា